សួស្តីបងប្អូនថ្ងៃនេះដែរយើងមកធ្វើការបាញ់ថ្នាំទៀតហើយប៉ុន្តែថ្ងៃនេះដែរយើងមកបាញ់ថ្នាំឃុំគ្រាប់ស្មៅម្ដងនៅតំបន់បងប្អូនមិនដឹងថាគេបាញ់ថ្នាំឃុំគ្រាប់ស្មៅបែបណាទេប៉ុន្តែនៅតំបន់ខ្ញុំនេះជាទូទៅគេបាញ់ថ្នាំឃុំគ្រាប់ស្មៅនៅស្រូវអាយុចន្លោះពី5ថ្ងៃទៅ10ថ្ងៃហើយដូចស្រូវបងប្រុសម្នាក់នេះអញ្ចឹងស្រូវនេះគឺគាត់ព្រោះបានរយៈពេល7ថ្ងៃហើយអញ្ចឹងគាត់បាញ់ថ្នាំឃុំគ្រាប់ស្មៅបូកជាមួយនឹងថ្នាំសម្លាប់ស្មៅយកតែម្ដងហើយគាត់ប្រើថ្នាំឃុំគ្រាប់ស្មៅម្ដងជាមួយនឹងថ្នាំសម្លាប់ស្មៅជិតម្ដងក្នុងមួយដ្រូនបូកនឹងថ្នាំខ្យងម្ដងជាមួយនឹងថ្នាំពលូត2កងប់ដែរក្នុងមួយដ្រូនបាញ់ផ្ទៃដីមហត្តាកន្លះអញ្ចឹងបន្ទាប់ពីយើងរៀបចំចាក់ទឹកថ្នាំចាក់អីហើយឥឡូវយើងកំពុងតែហោះបាញ់ហើយប៉ុន្តែនៅថ្ងៃនេះមេឃរាំងខ្យល់បន្តិចអញ្ចឹងការបាញ់ថ្នាំឃុំគ្រាប់ស្មៅនេះទៅពេលដែលមានមេឃខ្យល់ចេះយើងត្រូវការប្រុងប្រយ័ត្នខ្លាំងមែនទែនបើមិនដូច្នោះទេការបាញ់របស់យើងនឹងធ្វើឲ្យឆ្លក់ឬក៏ល្វែងអញ្ចឹងខ្ញុំដាក់តំណក់ទឹក400ហើយនឹងបន្ថយល្បឿនខ្លះដែរដើម្បីកុំឲ្យទឹកថ្នាំប៉ៅជាមួយខ្យល់ខ្លាំងពេកហើយឃើញអញ្ចឹងទឹកថ្នាំអត់សូវឃើញប្រហែលទេដោយសារតែខ្ញុំថតដោយ GoPro អត់ចេះ zoom ផងណាមួយតំណក់ទឹក400ជាមួយនឹងថ្នាំខ្យងទៀតអត់សូវឃើញទឹកថ្នាំថាផ្សែងខ្លាំងប្រហែលទេអញ្ចឹងនៅតំបន់បងប្អូនតើការបាញ់ថ្នាំឃុំគ្រាប់ស្មៅឬក៏ថ្នាំសម្លាប់ស្មៅបែបណាដែរជួយ comment និងប្រាប់ខ្ញុំម្នាក់មួយផងបងប្អូនបាទអរគុណច្រើនជួយ like ហើយនិង share វីដេអូនេះផងបាយបាយ